បាទមកដល់ទៀតហើយបងប្អូនបាទអញ្ចឹងខ្ញុំបាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតាមដាននិងទស្សនាតាមរយៈវីដេអូឃ្លីបរបស់យើងខ្ញុំបាទអញ្ចឹងដើម្បីបានវីដេអូថ្មីៗប្លែកៗសូមបងប្អូន like និង share និង follow បាទអញ្ចឹងខ្ញុំបាទឈ្មោះហ៊ីងកសលហើយបច្ចុប្បន្នភាពនេះខ្ញុំបាទបម្រើសេវាកម្មតែទៅនឹងវិស័យធនាគារតែទៅនឹងវិស័យការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិបាទទិញលក់ធ្វើអំណោយពីឪពុកម្ដាយទៅកូនអំណោយពីបងទៅប្អូនអំណោយពីប្អូនមកបងអញ្ចឹងអាស្រ័យលើតេតើនឹងអតិថិជនចង់ធ្វើជំរឿនមួយណាហើយតេតើនឹងការកាត់ឈ្មោះនេះគឺប្លង់របស់យើងមាន3ប្រភេទទី1គឺប្លង់ទុនបាទប្រភេទទី2គឺប្លង់ដាច់ដុំប្រភេទទី3គឺប្លង់អលម៉ាបបាទអញ្ចឹងតើតើបើសិនជាយើងចង់កាត់ឈ្មោះទៅលើប្លង់មួយណាឧទាហរណ៍យើងចង់កាត់ឈ្មោះយើងមានប្លង់ដាច់ដុំហើយចង់កាត់ឈ្មោះពីដាច់ពីប្លង់ទុនបាទឧទាហរណ៍យើងមានប្លង់ទុនសំទោសការបកស្រាយច្រឡំកន្លែងណាមួយបាទអញ្ចឹងឧទាហរណ៍យើងចង់កាត់ប្លង់ទុនទៅប្លង់ទុនចាអញ្ចឹងខាងខ្ញុំគឺមានសេវាទាក់ទងនឹងការកាត់ឈ្មោះប្លង់ទុនទៅប្លង់ទុនហើយសេវាកាត់ឈ្មោះទាក់ទងនឹងប្លង់ដាច់ដុំទៅដាច់ដុំបាទឬក៏ដាច់ដុំទៅប្លង់ម៉ាប់ក៏បានដែរទី3គឺយើងកាត់ឈ្មោះពីប្លង់ម៉ាប់ទៅម៉ាប់តើតើសេវាទាំង3ប្រភេទនេះគឺសេវាតើតើនឹងការកាត់ឈ្មោះនេះបើសិនជាចង់ជាក់ច្បាស់សូមតើតើតាមលេខទូរស័ព្ទរបស់ខ្ញុំដែលមានលេខទូរស័ព្ទ077-552-665ហើយលេខទូរស័ព្ទនេះផងដែរគឺមាន Telegram បាទអញ្ចឹងបើសិនអស់លោកស្រីអ្នកនាងកញ្ញាតើតើពឹងទៅលើសេវាណាមួយតើតើនឹងការកាត់ឈ្មោះហើយសូមបើកវងកញ្ចក់ផងដែរតើតើនឹងការដាក់បន្ទុកតើតើនឹងការលុបបន្ទុកដាក់បន្ទុកលុបបន្ទុកឬក៏ឆែកវិវាទបណ្ដឹងខាងខ្ញុំក៏មានសេវាទាំងនេះផងដែរទៅនឹងការលុបបន្ទុកនេះគឺមានលុបបន្ទុកលើប្លង់ឧទាហរណ៍ប្លង់អស់លោកស្រីនិងនាងកញ្ញាដែលដាក់បន្ទុកទៅលើធនាគារណាមួយខាងមន្ត្រីនេះគឺវាយត្រាពណ៌ក្រហមបាទពណ៌ក្រហមទៅលើប្លង់របស់លោកអ្នកហ្នឹងហើយយើងលុបគឺយើងបន្ទាប់ពីយើងសេតថលផ្ដាច់ឬក៏បង់ផ្ដាច់ទៅលើធនាគារគឺយើងយកប្លង់នោះដើម្បីលុបបន្ទុកហើយធនាគារកាលណាយើងសេតថលផ្ដាច់ហើយខាងធនាគារគឺចេញពាក្យស្នើសុំលុបចុះបញ្ជីអំពីការបង្កើតពីប្រតែកបាទគេប្រតែកយើងហើយមួយទៀតខាងធនាគារចេញលិខិតបង់ផ្ដាច់មួយផងដែរដើម្បីភ្ជាប់ជាមួយប្លង់ហើយនឹងពាក្យសម្លុបហើយទៅនឹងឯកសារទាក់ទងនឹងការលុបនោះគឺមានអត្តសញ្ញាណប័ណ្ណនេះទៀតសោតគឺយើងត្រូវphotocopy ផ្ដិតមានដៃពីលើដើម្បីយើងអមឯកសារនេះដាក់បន្ទុកឬក៏លុបបន្ទុកទៅខាងមន្ទីរសុយដីដើម្បីឲ្យគេបានលុបបន្ទុកលើប្លង់របស់យើងហើយក្នុងរយៈពេលនៃការលុបបន្ទុកនេះមានរយៈពេល3ថ្ងៃទៅ5ថ្ងៃទៅតាមសង្កាត់ទៅតាមខណ្ឌមួយដែលបម្រើការសេវាកម្មមានរយៈពេលលំអៀងគ្នាតិចបាទអញ្ចឹងសូមជម្រាបទៅដល់សេវាកម្មតែប៉ុណ្ណេះក៏សូមអរគុណបងប្អូនដែលមានការតាមដានទៅនឹងការផេករបស់យើងខ្ញុំទាំងអស់គ្នាបាទជាបញ្ចប់ក៏សូមជូនបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អមាំមួនហើយសម្រាប់ជោគជ័យគ្រប់ការងារទាំងអស់ដែលមានបំរុងពងប្រាថ្នាសូមឲ្យសម្រេចដោយសេចក្តីប្រាថ្នាបាទសូមជូនពរបងប្អូនទាំងអស់គ្នាឲ្យមានសេចក្តីសុខសេចក្តីចម្រើនបាទជាបញ្ចប់ក៏សូមអរគុណបាទសូមជម្រាបលាបាទ